ព្រលឹមឡើងមានការងារអីទេបងប្អូនមានតែខាងកសិកម្មយ៉ាងហើយព្រោះនារីកសិកម្មព្រលឹមឡើងមានតែកសិកម្មបងប្អូនហើយមកអានបុកស៊ីងស្ពៃបុកគូអត់ដែរដាំទេមកសាករៀនដាំដឹងកើតទេចាំមើលសិនហេតុតែស្រឡាញ់ចង់ដាំអញ្ចឹងដាំកើតក៏ត្រូវតែដាំដែរហើយស្ពៃបុកគូនេះក៏អត់មានយកពីណាដែរបងប្អូនគឺបងអូនស្រីពៅខ្ញុំគាត់បន្តគាត់អ្នកបន្តប៉ុន្តែខ្ញុំនេះអ្នកដាំហើយដីនេះដាំឡើងអស់កន្លែងហើយអត់មានកន្លែងដាំទេគួរទៅប្រជាតិដាំកន្លែងតពាំងបារាំងដោយសារតពាំងបារាំងយើងក៏មិនទាន់បានផលដែរហើយដីគោនៅទលាយដែរគោប្រជាតិដាំទៅគីឡូបានហូបបន្ថែមទៀតបន្ទាប់ពីការងារប្រពន្ធហើយឥឡូវចូលដល់វគ្គការងារប្តីម្ដងហើយគឺរៀបចំកាយដីដាក់ធ្វើជីកប៉ុស្តិ៍បន្ថែមហើយការធ្វើជីកប៉ុស្តិ៍គូកហ្នឹងក៏អត់មានអីពិបាកដែរបងប្អូនគ្រាន់តែមានកាកសំណល់ផ្ទះបាយដែលសល់បងប្អូនយកមកដាក់កន្លែងណាមួយអញ្ចឹងទៅកាយដីទៅដាក់លាយចូលគ្នាទៅច្រវាចូលគ្នាទុកផ្អាប់វារយៈពេល2ខែទៅ3ខែទៅបងប្អូនអាចយកមករោយតាមសួនបន្លែយើងបានហើយកាកសំណល់ដែលខ្ញុំបានហ្នឹងគឺបានពីផ្ទះអ៊ំនៅចិត្តផ្ទះហ្នឹងដោយសារគាត់លក់អញ្ចឹងគាត់សវោបន្លែអញ្ចឹងក៏សុំគាត់យកមកទុកធ្វើជាជីគ្រាន់ដាក់ដំណាំនៅជុំវិញផ្ទះហ្នឹងទៅចាបន្ទាប់ពីធ្វើជីហើយការងារប្តីទៀតហើយចូលដល់វគ្គគាត់លាងចានលាងឆ្នាំងវិញម្ដងហើយកន្លែងលាងចានលាងឆ្នាំងហ្នឹងក៏សិតតែបន្លែដំណាំនៅជុំវិញហ្នឹង